Hello បងបើសិនជាមន់បងប្អូនខ្វង់ម្រាមដូចមន់ខ្ញុំនេះខ្ញុំអាចមានវិធីដោះស្រាយបានបងប្អូនវាដើររួចទេដោយសារវាម្រាមវារមូលចូលក្នុងអញ្ចឹងនេះវិធីសាស្ត្រយើងបងប្អូនគ្រាន់តែកាត់កេះបយ៉ាតិចមកឲ្យធំជាងជើងវាបន្តិចមកហើយយើងយកកែវមកបតក់លើជើងហ្នឹងមួយក្តាស់ហ្នឹងធ្វើមកឲ្យជាប់មកជាហៀងហើយយើងធ្វើអញ្ចឹងមកជាហៀងទៀតហើយបងប្អូនត្រូវសេរីជើងវាឲ្យត្រង់បើសិនជាវាចពេលយើងបកកែវចេញមកជើងវាវាចតាមហ្នឹងបើសិនជាបងប្អូនដាក់ឲ្យវាឲ្យត្រង់អាហ្នឹងវាត្រង់អានេះថ្ងៃទី1បងប្អូនយើងបិទថ្ងៃទី1អានេះបានថ្ងៃទី2ឃើញទេបងប្អូនវាអាចឈរវិញបាននេះវាឈរបានអញ្ចឹងវារៀងស្រស់ថ្លាជាងមុនវាក្តោបឥឡូវថ្ងៃទី2យើងត្រូវយកវាទៅដាក់ជាមួយទឹកដើម្បីបកកាវនឹងចេញពីជើងវាជំមើលថាវាដើរបានអត់ហើយជើងវាត្រង់អត់ឥឡូវយើងទៅមើលទាំងអស់គ្នាបងប្អូនឥឡូវយើងយកទៅជ្រលក់ទឹកសិនត្រាំទឹកឲ្យបាន5ទៅ10វិនាទីបងប្អូននេះបងប្អូនយើងបកនេះលទ្ធផលរបស់យើងឃើញថាជើងវាត្រង់មកវិញហើយអត់ខ្វែខ្វង់ដូចមុនហើយអាចដើរបានទៀតដើរបានធម្មតាដូចមន់ធម្មតាអញ្ចឹងវីដេអូនេះមានប៉ុណ្្នឹងឯងបងប្អូនអរគុណកុំភ្លេចជួយ follow ហើយនិង like ផងបងប្អូន